Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង30លើវិស័យអចលនទ្រព្យសេវាកម្មហិរញ្ញវត្ថុនិងទំនិញប្រើប្រាស់ចាប់តាំងពីឆ្នាំ2016មកវិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្រប់ដណ្ដប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន$2,000 លានរួមទាំងផ្សារទំនើបដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញគឺ Prince Plaza លោក Gen Z ដែលបច្ចុប្បន្នមានអាយុ37ឆ្នាំបានកើតនៅក្នុងប្រទេសចិនតែលោកបានបោះបង់សញ្ជាតិកំណើតនិងបានទទួលសញ្ជាតិសម្រេចខ្មែរអង់គ្លេសនិងស៊ីព្រាតបុរសវ័យក្មេងលោក Gen Z រូបនេះគឺជាមហាសេដ្ឋីដែលមានការលើកឡើងមួយចំនួនថាប្រភពដើមនៃទ្រព្យសម្បត្តិរបស់គាត់នៅមានភាពមិនច្បាស់លាស់នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី16 ខែតុលា ឆ្នាំ2025លោក Jen ត្រូវបានគេដឹងថាគឺជាអ្នកជំនួយម្នាក់ដ៏លេចធ្លោដែលលោកបានទទួលគោរមងារឧញ្ញាកាលពីខែកក្កដាឆ្នាំ2016និងតមកទទួលបានគោរមងារខ្ពស់មួយកម្មទៀតគឺអ្នកឧញ្ញានៅអំឡុងខែកក្កដាឆ្នាំ2020ក្រៅពីទទួលបានគោរមងារជាអ្នកឧញ្ញាលោក Gen Z ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនដែលមានឋានៈស្មើរដ្ឋមន្ត្រីដូចជាទីប្រឹក្សាលោកហ៊ុនសែនប្រធានប្រតិសភាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលោកហេងសំរិននិងលោកសខេងអំឡុងពេលដែលលោកហេងសំរិននិងលោកសខេងនៅធ្វើជាប្រធានរដ្ឋសភានិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមរយៈ AFP អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិលោក Jacob Sims បានឲ្យដឹងថាលោក Jen គឺជាតួអង្គម្នាក់ដែលបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងរដ្ឋអំណាចកម្ពុជាតាមអ្នកជំនាញរូបនេះអតិពលរបស់លោក Gen Z បានលាតសន្ធឹងលើគ្រប់កម្រិតនៃរដ្ឋាភិបាលហើយ Prince Group ដែលបានដំណើរការជាយូរយារណាស់មកនោះបានដើរតួនាទីជាអង្គការឧបត្ថម្ភដ៏ចម្បងមួយសម្រាប់គណៈបកកាន់អំណាចក៏ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានបារាំង AFP នេះក៏បានដកស្រង់ការអះអាងរបស់ Prince Group មកបញ្ជាក់ដែរថាសេចក្តីថ្លែងការណ៍ស្រដៀងគ្នាដែលធ្វើឡើងនៅក្នុងរបាយការណ៍មួយដោយលោក Sims និងដែលបានផ្សព្វផ្សាយនៅឆ្នាំ2025គឺជាការអះអាងដែលបង្ខូចគុណភាពគ្មានភស្តុតាងនិងការសម្រេចរបស់តុលាការសូមបញ្ជាក់ថាសម្ព័ន្ធក្រុមហ៊ុន Prince Holding Group របស់លោក Gen Z មានក្រុមហ៊ុនបុត្រសម្ព័ន្ធធំជាច្រើននៅកម្ពុជាដូចជាក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Wonju Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរ Cambodia Airways ក្រុមហ៊ុន Bell Road Capital Management និងក្រុមហ៊ុន Awesome Global Investment Group នៅក្នុងប្រទេសកម្ពុជាមហាសេដ្ឋីវ័យ37ឆ្នាំ Gen Z រូបនេះបានបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈមេដឹកនាំកម្ពុជាដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតការបរិច្ចាគទៅដល់កាកក្រហមនិងការផ្តល់ជំនួយទិញវ៉ាក់សាំងអំឡុងពេលរាតត្បាតនៃជំងឺ COVID-19 ជាដើមក៏ប៉ុន្តែនៅថ្ងៃទី15ខែតុលាឆ្នាំ2025សហរដ្ឋអាមេរិកនិងអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group រួមទាំងបណ្ដាញអង្គធារទីផ្សារងងឹតសរុបទាំង146ផ្សេងទៀតដែលពាក់ព័ន្ធនឹងឧស្សាហកម្មចំអនឡាញសហរដ្ឋអាមេរិកតាមរយៈតុលាការសហព័ន្ធទីក្រុង Brooklyn បានដាក់ពាក្យបណ្ដឹងរិទ្ធសូរទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group របស់អ្នកឧញ្ញាខ្មែរដើមកំណើតចិន Gen Z ប្រមាណ$15,000 លានចំណែករដ្ឋាភិបាលអង់គ្លេសវិញបានដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលរងការចោទប្រកាន់ថាជាមេបណ្ដាញឧក្រិដ្ឋកម្មអនឡាញមួយនេះប្រមាណ$176 លានចំណាត់ការរបស់សហរដ្ឋអាមេរិកនិងអង់គ្លេសមកលើសេដ្ឋីខ្មែរដើមកំណើតចិនរូបនេះធ្វើឡើងដោយយោងទៅលើហេតុផលថាលោក Gen Z បានប្រមូលប្រាក់ពីឧស្សាហកម្មឆប់អនឡាញយកទៅសបប៉ាន់មន្ត្រីមួយចំនួននិងយកទៅលាងជាមួយនឹងអាជីវកម្មផ្សេងៗរបស់ខ្លួនទៀតដូចជាអាជីវកម្ម Casino អនឡាញនិងការវិនិយោគរូបិយប័ណ្ណ Crypto ជាដើមបញ្ហានេះត្រូវបានលោកតុយសុខឹកអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុបារាំងកាលពីពេលថ្មីនេះថាកម្ពុជានឹងត្រៀមសហការតាមទិដ្ឋភាពច្បាប់ប្រសិនបើមានការស្នើសុំធូរកិច្ចសហការផ្សេងព្រោះលោកមិនចង់ឲ្យអន្តរជាតិមើលមុខកម្ពុជាថានៅពីក្រោយបុគ្គលដែលប្រព្រឹត្តសកម្មភាពខុសច្បាប់និងថាកម្ពុជាក៏មិនចោទប្រកាន់ក្រុមហ៊ុន Prince Group ឬអ្នកឧញ្ញា Gen Z ថាពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ដោយដែលការចោទប្រកាន់របស់សហរដ្ឋអាមេរិកនិងអង់គ្លេសដែរអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះសង្ឃឹមថាសហរដ្ឋអាមេរិកនិងអង់គ្លេសមានភស្តុតាងរឹងមាំដែលស៊ីសង្វាក់នឹងទង្វើលោក Gen Z